tuôn nhom mai ta ai sờ lạnh Islam ớt proof cầm pong tẹt tông chia song sa Islam Assalamualaikum warahmatullahi wabarakatuh salam hormat tekan bapon arabah yang tak khniaនៅក្នុង comment ដែលបងប្អូនរបស់យើងគាត់បានសួរអ្នកដែលមិនមែនអ៊ីស្លាមគឺគាត់អាចរៀបការជាមួយនឹងអ្នកអ៊ីស្លាមបានលុះត្រាណាគាត់ចូលមកកាន់សាសនាអ៊ីស្លាមសិនបានន័យថាលុះត្រាណាគាត់មានជំនឿទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាសិនទើបគាត់អាចរៀបការជាមួយនឹងអ្នកអ៊ីស្លាមអញ្ចឹងនៅក្នុងខណៈពេលដែលយើងស្គាល់គ្នាគិតថាយើងស្រឡាញ់គ្នាអញ្ចឹងយើងចូលមកកាន់សាសនាសិនទៅទើបអាចរៀបការជាមួយនឹងអ្នកអ៊ីស្លាមបានអញ្ចឹងណាដោយបងប្អូនរបស់យើងគាត់បានសួរហ្នឹងមើលទៅគាត់ជាស្រីបានន័យថាគាត់ស្រឡាញ់បុរសដែលជាអ៊ីស្លាមអញ្ចឹងនៅពេលដែលគាត់ចង់រៀបការជាមួយនឹងបុរសដែលជាអ៊ីស្លាមគឺឲ្យគាត់ចូលមកកាន់សាសនាអ៊ីស្លាមសិនអញ្ចឹងណាទើបអាចរៀបការបានអល់ឡោះស៊ុបហានាហ៊ូវតាអាឡាមានបន្ទូលនៅក្នុងសូរ៉ាបាការ៉ាអល់ឡោះបានបន្ទូលថាវ៉ាឡាតាំងគីហ៊ុលមុស្រីកាតហាត់តាយុមិនចូលពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍រៀបការជាមួយនឹងស្ត្រីដែលមិនមែនអ៊ីស្លាមស្ត្រីមុស្រីគីនរហូតតតែពួកនាងមានជំនឿសិនបានន័យថារហូតតតែពួកនាងចូលមកកាន់សាសនាអ៊ីស្លាមហើយមានជំនឿនឹងអល់ឡោះសិនទើបអ្នកដែលអ៊ីស្លាមហ្នឹងអាចរៀបការជាមួយនឹងគាត់បានហើយមួយវិញទៀតនៅក្នុងសាសនាអ៊ីស្លាមរបស់យើងនៅពេលដែលមិនទាន់រៀបការមិនទាន់នីកាសមិនទាន់អ៊ីជាបគូវលគឺអត់អាចនៅជាមួយគ្នាបានទេណាបើសាសនាផ្សេងអាហ្នឹងយើងអត់ដឹងទេណាប៉ុន្តែសាសនាអ៊ីស្លាមបើសិនជាចង់នៅរួមរស់ជាមួយគ្នាគឺតលតែរៀបការសិនទើបអាចនៅជាមួយគ្នាបានណាអូខេសង្ឃឹមថាវីដេអូមួយនេះជាសារក៏ដូចជាក្រៅរំលឹកទៅកាន់បងប្អូនរបស់យើងបងប្អូនរបស់យើងមិនថាបរិសុទ្ធឬក៏ស្ត្រីទេដល់ពេលដែលគាត់ចង់យកប្រពន្ធឬក៏ប្តីដែលមិនមែនជាអ៊ីស្លាមហ្នឹងគឺត្រូវឲ្យគាត់ចូលមកកាន់សាសនាអ៊ីស្លាមសិនណាពោលកាលីម៉ាសាហាដាសិនទើបអាចរៀបការជាមួយគ្នាបានណាអូខេសង្ឃឹមបងប្អូនពេញចិត្តជួយគ្នាចែករំលែកបន្តដើម្បីឲ្យបងប្អូនផ្សេងៗទៀតគាត់បានឃើញគាត់បានចូលទាំងអស់គ្នាផងដែរ